ដីអង្គរដ៏បុរាណភ្ញាក់ពីដំណើរក្រោមពន្លឺព្រះអាទិត្យថ្មីទីនេះជាដែនដីនៃអាណាចក្រខ្មែរព្រះបាទសូរ្យវរ្ម័នទី2មានព្រះបំណងធំមួយសាងប្រាសាទដ៏អស្ចារ្យដើម្បីឧទ្ទិសដល់ព្រះវិស្ណុជាងនិងស្ថាបត្យករចាប់ផ្ដើមគូរគម្រោងគំនិតមួយคล้ายជាស្នាដៃអមតៈថ្មធំធំត្រូវបានកាត់ពីភ្នំដឹកតាមដំរីនិងទូកតាមទន្លេរាប់សិបគីឡូម៉ែត្រឆ្នាំ1113ការសាងសង់បានចាប់ផ្ដើមដៃមនុស្សរាប់ពាន់សាងសង់ជាន់មូលដ្ឋានដ៏រឹងមាំជាងចម្លាក់បង្កើតរូបអប្សរានិងរឿងព្រេងលើជញ្ជាំងសិល្បៈคล้ายជាជីវិតប៉មប្រាសាទខ្ពស់ឡើងដោយភ្នំសុមេរុជាសញ្ញានៃអំណាចនិងជំនឿបន្តពីចំនួនឆ្នាំប្រាសាទអង្គរវត្តត្រូវបានបញ្ចប់យ៉ាងអស្ចារ្យជាស្នាដៃដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររយៈពេលជាង900ឆ្នាំពេលវេលាមិនអាចបំផ្លាញវាបានអង្គរវត្តនៅតែឈរដូចមុនអង្គរវត្តមិនត្រឹមតែជាប្រាសាទប៉ុន្តែជាអត្តសញ្ញាណនៃជាតិខ្មែរជាមោទនភាពរបស់ពិភពលោក